ក្នុងសម័យមួយនោះជារដូវស្រូវទុំអាប៉ាំងទៅដេកចាំស្រូវវាទាំងយប់ទាំងថ្ងៃមានទាំងចាប់បីមួយទៅផងវេលាថ្ងៃឡើងថែទាំស្រូវដល់ពេលយប់ទំនេរតែដេញចាប់បីហើយស្រែកច្រៀងផងលុះច្រៀងរាប់យប់ទៅមានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប់បីពីរោះពេកក៏ដើរទៅស្ដាប់ទៅអង្គុយអាំងភ្លៀងក្រោមខ្ទមអាប៉ាំងយូរបន្តិចទៅអាប៉ាំងក្រឡេកទៅក្រោមផ្ទះឃើញខ្មោចដែលតំណែងគ្រួនោះអង្គុយអាំងភ្លៀងអាប៉ាំងសួរទៅថាអាណាអង្គុយក្រោមខ្ទមនេះខ្មោចប្រាប់ថាអាប៉ាំងថាប្រហែលជាខ្មោចទេមេខ្មោចឆ្លើយថាខ្មោចថាមិនខ្មោចអាប៉ាំងសួរថាឈ្មោះអីមករកអីខ្ញុំឈ្មោះតៃខ្ញុំមកស្ដាប់ចាប៉ីឡើងមកបើមកស្ដាប់ចាប៉ីមេខ្មោចឡើងទៅអង្គុយជិតអាប៉ាំងក៏ស្រឡេញគ្នាយកជាប្តីប្រពន្ធទៅដល់រួចត្រូវមេខ្មោចនោះសួរទៅអាប៉ាំងថាឥឡូវរួចស្រូវហើយតើអញព្រមយកអញឬទេបើអញមិនយកអញនឹងកាត់យកឯងអាប៉ាំងថាអញព្រមយកប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិនលុះអាប៉ាំងដឹកស្រូវយកទៅទុករួចហើយក៏ត្រឡប់មកយកមេកន្ទៃនោះវិញមេកន្ទៃក៏នាំអាប៉ាំងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មានរួចក៏នៅជាមួយគ្នាទៅប្រហែលជាងមួយខែពួកខ្មោចទាំងពួងបបួលគ្នាព្រមទាំងអាប៉ាំងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារអាប៉ាំងក៏ទៅជាមួយពួកខ្មោចនោះលុះទៅដល់កណ្ដាលព្រៃដើមត្រធុកដែលខ្មោចទាំងពួងសម្គាល់ថាដើមឈើឆ្ទៀលបានប្រតិនឹងកង្កែបមួយខ្មោចទាំងនោះស្រែកថាយ៉ាត់ពីគុណយើងដំរីធំណាស់ទៅហើយអាប៉ាំងឮគេស្រែកថាដំរីក៏ប្រឹងរកមិនឃើញដំរីសោះឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាំងក៏ចាប់ដាក់ក្នុងធ្នប់សំពត់ទៅខ្មោចអស់នោះចេះតែស្រែកថាប្រយ័ត្នវៃដំរីសមួយធំណាស់ហើយស្រែកសួរអាប៉ាំងថាឃើញដំរីឬទេអាប៉ាំងស្រែកថាមិនឃើញទេពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាំងហើយថាទៅអាប៉ាំងទៅផ្ទះយើងរកសត្វមិនបានទៅអាប៉ាំងថាអញបានកង្កែបមួយខ្មោចទាំងនោះសួរទៅអាប៉ាំងថាយ៉ាងដូចម្ដេចអាប៉ាំងកង្កែបនោះឯងចែកឲ្យយើងរាល់គ្នាស៊ីផងអាប៉ាំងយកកង្កែបចេញពីធ្នប់ហើយបង្ហាញទៅពួកខ្មោចនោះពួកខ្មោចអស់នោះឃើញក៏នាំគ្នារត់ប្រងព្រាតអស់ទៅហើយវាមានវិចារថាទុកប្តីមីគុណតីនេះឲ្យនៅមិនបានទេព្រោះវាខ្លាំងពូកែណាស់វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងធ្នប់វាបើដូច្នោះយើងឲ្យអាប៉ាំងនេះនៅមិនបានទេឲ្យវាទៅវិញទៅអាប៉ាំងក៏បានរួចខ្លួនហើយត្រឡប់ទៅផ្ទះវិញ